មន្ត្រីផ្កាយមួយម្នាក់ឈ្មោះឈៀវមិននិនត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌយោធាសម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីបានចុះហត្ថលេខាក្នុងព្រះរាជក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាបង្គាប់លើព្រះរាជក្រឹត្យលុបឈ្មោះឧត្តមសេនីយ៍ត្រីឈៀវមិននិនចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទតាមសំណើរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនេះបើយោងតាមព្រះរាជក្រឹត្យដែលទទួលបាននៅថ្ងៃទី8ខែមេសាឆ្នាំ2025ព្រះរាជក្រឹត្យលុបឈ្មោះលោកផ្កាយមួយឈៀវមុននិនចេញពីក្របខ័ណ្ឌបានធ្វើឡើងក្រោយពីបុគ្គលឈ្មោះលាវមុននិននេះបានបង្ហោះវីដេអូលើបណ្ដាញសង្គម TikTok ដែលធ្វើឲ្យប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទទាំងមូលក្រសួងការពារជាតិកាលពីថ្ងៃទី1ខែមេសាឆ្នាំ2025បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងករណីឧត្តមសេនីយ៍ត្រីឈៀវមុននិនថតវីដេអូរួមក្នុងអង្គភាពរបស់ខ្លួនបង្ហោះលើបណ្ដាញសង្គម TikTok ដែលធ្វើឲ្យមានការរិះគន់ពីសាធារណជនជាច្រើនតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថាកាលពីពេលថ្មីនេះក្នុងបណ្ដាញសង្គម TikTok មានការបង្ហោះនូវវីដេអូមួយចំនួនរបស់បុគ្គលឈ្មោះឈៀវមុននិនមានឋានន្តរសក្ខថ្នាក់ឧត្តមសេនីយ៍ត្រីតួនាទីជានាយករងនៃនាយកដ្ឋានបច្ចេកទេសកងទ័ពជើងអាកាសអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិដែលបានបង្ហាញនូវរូបភាពនិងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិនដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសសេចក្តីថ្លៃថ្នូរនិងឧត្តមភាពរបស់ក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទទាំងមូលដើម្បីធានានូវការអនុវត្តឲ្យបានម៉ឺងម៉ាត់នៅបទបញ្ជាវិន័យក៏ដូចជាការរក្សាឲ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈរបស់កងទ័ពឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានសម្រេចចាត់តាំងឲ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យក្នុងបំណងធ្វើការពិនិត្យនិងវិតម្លៃនៅរាល់ទង្វើទាំងឡាយដែលបុគ្គលខិលនេះបានប្រព្រឹត្តខុសឆ្គងដើម្បីដាក់ទោសទណ្ឌឲ្យសមស្របទៅនឹងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទសូមជម្រាបជូនថាលោកឈៀវមុននិនម្ចាស់ហាងពេជ្រមួយកន្លែងឈ្មោះថាហាងមាសពេជ្រមុននិន168ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជាអង្គញាកាលពីថ្ងៃទី19ខែធ្នូឆ្នាំ2022គួរបញ្ជាក់ផងដែរតាមព្រះរាជក្រឹត្យថ្មីស្ដីពីគោរមងារអង្គញាចុះថ្ងៃទី23ខែតុលាឆ្នាំ2024ត្រង់មាត្រា10បានចែងថាគោរមងារអង្គញាមានវិសមត្ថភាពជាមួយនឹងមុខងារជាមន្ត្រីនគរបាលជាតិនិងយោធិនដែលកំពុងបំពេញការងារតាមក្រសួងស្ថាប័ននានារបស់រដ្ឋនេះមានន័យថាបុគ្គលម្នាក់មិនអាចមានគោរមងារអង្គញាផងនិងបំពេញការងារជាមន្ត្រីរាជការនគរបាលជាតិឬក៏យោធិនផងនោះទេពោលគឺតម្រូវឲ្យជ្រើសរើសយកតែមួយប៉ុណ្ណោះរវាងក្របខ័ណ្ឌរដ្ឋនិងគោរមងារអង្គញាក្រសួងព្រមានចាត់វិធានការច្បាប់ទៅលើអង្គភាពមួយដែលលួចបន្លំធ្វើប័ណ្ណសរសើរជូនអ្នកធ្វើការលើបរិស្ថានអ្នកនាំពាក្យក្រសួងបរិស្ថានលោកខ្វៃអតិជាប្រកាសព្រមានចាត់វិធានការផ្លូវច្បាប់លើអង្គភាពថែរក្សាបរិស្ថាននិងកសិកម្មដែលលួចបន្លំធ្វើប័ណ្ណសរសើរជូនអ្នកធ្វើការលើបរិស្ថាននេះបានតាមការឲ្យដឹងពីក្រសួងបរិស្ថាននេះព្រឹកថ្ងៃប្រហោះទី10ខែមេសាឆ្នាំ2025នេះលោកខ្វៃអតិជាបានអះអាងដូចនេះថាក្រសង្កេតឃើញមានអង្គភាពមួយចំនួនជាក់ស្ដែងអង្គភាពថែរក្សាបរិស្ថាននិងកសិកម្មដែលបាននឹងកំពុងតែធ្វើសកម្មភាពខុសទៅនឹងច្បាប់លួចផ្ដាល់ប័ណ្ណសរសើរមេត្រីបរិស្ថានជូនរូបប្រព័ន្ធបុគ្គលឬនីតិបុគ្គលដោយខ្លួនឯងផ្ទាល់ករណីនេះលោកស្នើឲ្យអង្គការខាងលើនេះបញ្ឈប់ជាបន្ទាន់នៅសកម្មភាពផ្ដាល់បានសរសើរមេត្រីបរិស្ថានដល់រូបប្រព័ន្ធបុគ្គលទាំងឡាយណាដែលប្រឆាំងនឹងច្បាប់ហើយនាំឲ្យមានការផន់ច្រឡំដល់សាធារណជនលោកព្រមានថាក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់ប្រសិនបើអង្គភាពថែរក្សាបរិស្ថាននិងកសិកម្មមួយនេះមិនបញ្ឈប់សកម្មភាពរបស់ខ្លួនឆ្លើយតបទៅនឹងប័ណ្ណសរសើរខាងលើនេះលោកសង្កត់ធ្ងន់ថាសូមធ្វើការបញ្ជាក់ច្បាស់អំពីការផ្ដល់ប័ណ្ណមេត្រីបរិស្ថានជូនរូបវ័ន្តបុគ្គលនិងនីតិបុគ្គលទាំងអស់គឺក្រសួងបរិស្ថានមានសមត្ថកិច្ចដែលកំពុងដំណើរការប្រតិបត្តិវិយតម្លៃគុណវុឌ្ឍិដល់រូបវ័ន្តបុគ្គលនិងនីតិបុគ្គលនិងជាអ្នកផ្ដល់ប័ណ្ណសរសើរមេត្រីបរិស្ថានយ៉ាងត្រឹមត្រូវដែលមានចែងក្នុងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាយ៉ាងណាអ្នកនាំពាក្យរូបនេះក្រានរំលឹកដល់ម្ចាស់ក្រុមហ៊ុនសហគ្រាសបានប្រព្រឹត្តល្អចំពោះបរិស្ថាននិងធនធានធម្មជាតិគួរត្រូវពិនិត្យឲ្យបានច្បាស់អំពីសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់ស្ថាប័នដែលផ្ដល់ប័ណ្ណសរសើរជៀសវាងការចាញ់បោកណាមួយដោយមិនដឹងខ្លួន